បាទសួស្តីបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនបាទដែលតែងតែខមមិនសួរខ្ញុំថាបងខ្ញុំចង់បានអេឡង់ឲ្យជាក់លាក់ឲ្យច្បាស់មួយឲ្យខ្ញុំចេញឲ្យគាត់ព្រោះគាត់ថាគាត់ជាតឡើងទៅទី1គាត់នៅក្រោមបាល់ទី2គាត់វៃទៅអត់មានទម្ងន់ទេបាទតាកតងនៅអេឡង់អញ្ចឹងថ្ងៃនេះបាទខ្ញុំចង់ប្រហិតបង្ហាញគាត់តើគេចេញអេឡង់បែបណាដើម្បីឲ្យវៃទៅបានធ្ងន់ហក់ទៅឲ្យឃើញប្រឡោះបាទកិច្ចបាំងអញ្ចឹងបងប្អូនចាំទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាបងប្អូនបាទអញ្ចឹងបងប្អូនទស្សនាវីដេអូរបស់ខ្ញុំតើគេចេញអឡង់បែបណាឥឡូវខ្ញុំចេញអឡង់ឆ្វេងហើយស្ដាំក៏ខ្ញុំចេញអឡង់ឲ្យដែរតែខ្ញុំចេញឆ្វេងមុនទីហោបងប្អូនយើងចាប់សេវាបែបនេះបាទយើងចាប់សេវាបែបនេះហើយបាទចាហ៊ានរបស់យើងដេញបែបនេះបាទដេញពីក្នុងបាទគេចេញអឡង់បែបហ្នឹងបងប្អូនចាហ៊ានបងប្អូនមើលចាហ៊ានរបស់ខ្ញុំរត់គឺគេឈរកន្លែងចាប់សេវាហើយគេវៀងពីក្នុងមកក្រៅមកជិតខ្សែហើយយើងកោងចូលមកវិញហើយចាហ៊ានរបស់យើងគឺអត់ដើរទេបងប្អូនគឺយើងរត់តិចប្រើចុងជើងរត់ដោយដើម្បីអីដើម្បីឲ្យមានចលនានៃការហក់មកលោតវៃសេវាហើយភ្នែករបស់យើងមើលទៅអ្នកប៉ាសេបាទតើគាត់ប៉ាសេមកដល់យើងអត់ដល់កន្លែងយើងចេញអឡង់អត់បើសិនជាអត់ដល់ហើយទៀបយើងត្រូវបន្ថែមលបឿនមកវៃតែបើគាត់ប៉ះឆ្ងាយហែកគឺយើងអាចវៃបានដោយសារអីអឡង់របស់យើងគឺយើងឡើងទៅយើងមើលអ្នកប៉ាសេបាទសំខាន់បងប្អូនណាភ្នែកយើងមើលទៅអ្នកប៉ាសេយើងកុំចេញមុនកាលណាបងប្អូនចូលមកពីក្រោមបាល់បងប្អូនងើយឥឡូវមិនទាន់ប៉ាសេចេញផងបងប្អូនមកដល់ក្រោមចេះហើយចាំវៃដល់ពេលគាត់ប៉ះមកបងប្អូនងើយទៅចេះបាទងើយទៅចេះបងប្អូនមើលទៅលើទៅទី1បងប្អូនមើលបាំងអត់ឃើញ3ជាអត់ជាប់បាំងទី2បងប្អូនមើលប្រឡោះអត់ឃើញអត់ដឹងថាប្រឡោះណាស៊ីត្រូវវៃត្រូវបោះអូប្រឡោះស៊ីអត់បានទេបាទដោយសារអីដោយសារឡង់របស់បងប្អូនចូលមកមុនបាល់ចូលមកមុនអ្នកប៉ាសេពេលដែលបងប្អូនចូលមកមុនអញ្ចឹងគឺបងប្អូនវៃអត់បានធ្ងន់ទៀតបាទវៃអត់បានធ្ងន់ទៀតគឺងើយឥឡូវខ្ញុំចេញស្ដាំឲ្យបងប្អូនមើលបងប្អូនដែលអ្នកវៃស្ដាំអានេះខ្ញុំចេញឡង់ស្ដាំណាបងប្អូនបាទនេះបងប្អូនមើលអឡង់របស់យើងរត់រៀងកោងពីក្នុងហើយចេញមកចិត្តខ្សែហើយយើងឆាកចូលមកក្នុងវិញបាទឆាកចូលមកក្នុងវិញដូចតែឆ្វេងដែរទេបងប្អូនបាទដូចតែឆ្វេងដែរដូចរៀងអិនតនូនេះអិនតនូមកអញ្ចឹងមកហើយបងប្អូនសំខាន់ដូចខ្ញុំបាននិយាយប្រាប់បងប្អូនអញ្ចឹងសំខាន់លើភ្នែកបងប្អូនហើយនឹងកាយវិការរបស់បងប្អូនដែលបងប្អូនចេញឡង់ខ្ញុំឃើញបងប្អូនខ្លះមិនចេះមួយទៀតគាត់ដើរឡង់របស់គាត់អញ្ចេះជំរឿគាត់ចាប់បានហើយបាទគាត់ចាប់បានទីហោបាទគាត់ចាប់បានហើយគាត់នៅដើរចេះគាត់នៅដើរមួយចេះបាទដើរមើលអ្នកប៉ាសេចេះដើរបែបហ្នឹងទៅវាអត់មានស្រើបាទអត់មានស្រើឡង់អត់កាចឲ្យឡង់របស់យើងអត់កាចការវៃរបស់យើងគេហៅថាអត់ស្វាហាប់ណាដោយសារអីដោយសារយើងចាប់ហើយយើងអត់ដេញមកឲ្យកាចគឺថាកំម៉ាំបាល់ដែលថាសក្រឺតបាល់ចង់ស៊ីបាល់ចង់វៃបាល់ឲ្យផ្ទុះអញ្ចឹងបងប្អូនចាប់ឲ្យឡង់ឲ្យដើរអញ្ចឹងពេលខ្លះតើតអ្នកប៉ាសេនឹងប៉ះឲ្យយើងខ្ពស់ណាបាទតើអ្នកប៉ាសេនឹងប៉ះឲ្យយើងខ្ពស់ទៅយើងវៃតន់បើប៉ាសេរៀងទៀបយើងធ្វើអត់កើតទេបើបានន័យថាយើងទៅគ្រាន់តែបានតែមកចូលដោយសារអីឡង់របស់យើងគឺយើងដើរទៅវៃគឺអត់មានស្រូវទៅវៃបាល់ទេបាទអត់មានស្រូវទៅវៃបាល់អញ្ចឹងខ្ញុំក៏អត់មានអីច្រើនដែរបងប្អូនអានេះគ្រាន់តែជាវីដេអូដែលបងប្អូនចង់ឲ្យខ្ញុំចេញឲ្យអញ្ចឹងខ្ញុំចេញឲ្យបាទខ្ញុំចេញឲ្យអញ្ចឹងបងប្អូនអនុវត្តទៅបាទអនុវត្តទៅព្រោះអានេះគឺជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំលេងកន្លងមកហើយការចេញអឡង់របស់ខ្ញុំគឺខ្ញុំចេញបែបហ្នឹងបាទខ្ញុំសង្ឃឹមថាបងប្អូនអនុវត្តតាមបាទហើយជួយ share វីដេអូរបស់ខ្ញុំបានឲ្យបានច្រើនផងបាទហើយខ្ញុំនឹងធ្វើវីដេអូជាច្រើនទៀតសម្រាប់បងប្អូនដែលមិនថាការចាប់សេវាបាទមិនថាការលោតសេវាបើសិនជាបងប្អូនចង់បានខ្ញុំនឹងធ្វើឲ្យបាទអរគុណជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានបំណងចង់ដាក់ sponsor ក្នុង page ខ្ញុំបានមកឆ្វេងអាចទំនាក់ទំនងរយៈលេខទូរស័ព្ទ069 22 62 61 07 398 229សូមអរគុណ